លោកគ្រូមានភ័យស្រាប់ហើយចង់ឲ្យមានអ្នកមើលឃើញច្រើនត្រូវធ្វើម៉េចអូខេបងរៀបចំវាស្តង់ដារសិនអញ្ចឹងណាបងណាបងស្រាយជឿនច្រើនហើយអញ្ចឹងណាបងរៀបចំវាឲ្យស្តង់ដារសិនបងប្អូនយើងជាម្ចាស់ភេកដែលមានភេកចាស់ចាស់ស្រាប់ហើយហ្នឹងណាបងបើចង់ឲ្យវាដំណើរការល្អវារុញវារីកបន្ថែម audience like follow view chat comment ជាដើមហ្នឹងណាបងរៀបចំ update វាឲ្យស្តង់ដារសិនហ្នឹងគឺជាគ្រឹះអញ្ចឹងណាបងតំនឹង comment បងក្នុងស៊ីណាតពីខាង page ណាក៏សួរលោកគ្រូរៀបចំវាស្តង់ដារសិនណាបងអាហ្នឹងបើសួរយោបល់លោកគ្រូអញ្ចឹងណាបងចាំបាច់ទៅធ្វើហ្មងណាព្រោះ online កាលណាយើងរៀបចំត្រឹមត្រូវតាមគោលការណ៍របស់គេវានឹងជំរុញបងវានឹងជំរុញដោយអូតូព្រោះអីព្រោះគេឃើញថាយើងហ្នឹងគឺល្អពិតប្រាកដមិនមែនបន្លំបកើអញ្ចឹងបងដូចបង្កើតណាខ្លះយើងគ្រាន់តែបង្កើតអញ្ចឹងគេសង្កេត system វាដឹងបង AI វាដឹងហើយថាល្អឬមិនល្អអញ្ចឹងវានឹងឃើញថាយើងអត់ពិតប្រាកដអញ្ចឹងវាអត់ជំរុញទេវាខ្លាចថាយើងនឹង fake បោកបញ្ឆោតខ្លាញ់ខ្លាយអញ្ចឹងវាអត់ជំរុញទេអញ្ចឹងណាវាជំរុញតែបន្តិចតួចទេមិនថា page ក៏ដោយ TikTok ក៏ដោយ YouTube លោកគ្រូតែងតែបកស្រាយហ្នឹងគឺយើងរៀបចំវាឲ្យស្តង់ដារសិនមិនថាជា blog វីដេអូរកលុយឬក៏អាជីវកម្មលក់ដូររកស៊ី online អាហ្នឹងវាគ្រឹះចាំបាច់ត្រូវធ្វើមុនគេល្អស្តង់ដារបន្តមកទៀតរៀននឹងការលេងកាន់គ្រប់គ្រងដោយបងមាន page ស្រាប់ហើយអញ្ចឹងជួនកាលបងចេះខ្លះហើយអញ្ចឹងបងបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងការលេងហ្នឹងឲ្យបានកាន់តែច្រើនទៀតឲ្យយល់ដឹងណាបងដោយបងប្អូនណាខ្លះក៏អត់សូវច្បាស់ទេក៏អត់សូវលេងកាន់គ្រប់គ្រង page ហ្នឹងអត់សូវច្បាស់ទេអញ្ចឹងផលដែលបានមកក៏វាអត់សូវបានច្រើនដែរអ្នកមើលអ្នកតាមដានអ្នក view ហ្នឹងណាបងអញ្ចឹងយោបល់លោកគ្រូចាប់រៀបចំដំណាក់កាលទី2រៀននឹងការលេងកាន់គ្រប់គ្រងឲ្យច្បាស់លាស់ដំណាក់កាលទី3រៀននឹងការធ្វើ blog ធ្វើវីដេអូធ្វើ content ធ្វើមាតិកាល្អកើតជាប្រយោជន៍ហ្នឹងឃើញអត់នេះ3ធំហ្នឹងណាបងវានឹងជំរុញឲ្យបងវានឹងបាញ់តែម្ដងណាហើយចុងក្រោយលេងជាប្រចាំហើយនឹងប្រឹក្សាយោបល់អញ្ចឹងលោកគ្រូបញ្យល់គោលចឹងបានហើយស្រឡាញ់ចូលចិត្តលោកគ្រូចង់ឲ្យលោកគ្រូជួយចង់រៀនចង់សិក្សាបន្ថែមលោកគ្រូទទួលស្វាគមន៍អញ្ចឹងណាបងរៀនជូនបានណាបងបាទសូមជម្រាប